បាទសូមគោរពជម្រាបសួរពុកម៉ែអ៊ំពូមីងបងប្អូនជាទីគោរពថ្ងៃនេះដែរខ្ញុំមកបង្ហាញពីការងារដំបូលបន្តទៀតសម្រាប់ការងារយ៉ាបខាងមុខនេះយើងបានប្រក់រួចអស់ហើយជាមួយនឹងស័ង្កសីគៀបស្នោកម្រាស់5ហ៊ុនជាមួយនឹងស័ង្កសីខាងលើ 3C កន្លះនិងស័ង្កសីខាងក្រោមនេះ 3C បាទសម្រាប់ប៉ែកខាងមុខនេះយើងត្រូវវាយពីដានម្តងទៀតបាទវាយពីដានកុំឲ្យឃើញដែកដែលចេញមកសម្រាប់ការងារដំបូលខាងលើដែលយើងធ្វើរួចរាល់ហើយឥឡូវនេះយើងបានបាំងជាខាងក្រោមជាមួយនឹង Smart Board 8C ហើយនឹងចំហៀងនេះយើងបាំងជាមួយនឹង Smart Board 8C ដូចគ្នាហើយយើងនឹងចាប់ដើមព្រំជាមួយនឹងភ្លីមួយតង់ទៀតបាទហើយសម្រាប់ការងារជញ្ជាំងយើងបានខាត់រួចរាល់ហើយជាមួយនឹងការងារលាប Sealer ឬមួយក៏ថ្នាំទំនាប់មួយជាន់រួចរាល់ហើយការពារភ្លៀងដែលប៉ះជាមួយនឹងម្សៅបៀកយើងធ្វើឲ្យម្សៅបៀកយើងបាត់បង់នីគុណភាពហើយក៏សូមអរគុណច្រើនសម្រាប់ពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបានកន្លងមកក៏សូមជូនពរពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់មានសុខភាពល្អមានសុភមង្គលរកស៊ីទទួលទានមានបានគ្រប់គ្នាបាទសូមអរគុណច្រើនសូមជម្រាបលា